បាទសួស្តីពុកម៉ែបងប្អូននេះចង់បង្ហាញពីការបំផ្លាញដោយ trip ឬក៏ស្រមើលើផ្កាស្វាយចន្ទីអញ្ចឹងយើងឃើញថាផ្កានេះវាយើងមើលតាមសម្បល់ពណ៌គឺវាអត់ទាន់ដល់វ័យដែលត្រូវរោយទេបាទសម្បល់ពណ៌នេះប្រហែលជារីកប្រហែលជា3ថ្ងៃអីទេប៉ុន្តែយើងឃើញថាមជុលរបស់វាត្រូវបានខ្លោចក្រៀមហើយស្រទាប់ផ្កាក៏រាងសពប់ក្រៀមដែរនេះគឺការបំផ្លាញដោយ trip និងស្មើឥឡូវខ្ញុំហែកមើលថាតើខាងក្នុងវាមានសភាពបែបណាហើយខ្ញុំជួយហែកមើលមកស្ទប់បាទនេះឃើញវាស៊ីកោសខាងក្នុងឡើងកមបាទខ្មៅហែកទៀតលោកគ្រូបាទអញ្ចឹងយើងគោះមើលផងហើយយើងមើលការបំផ្លាញវាកាកសំណល់ដែលវាបន្សល់ទុកបាទគេហៅផោះតាំងហើយវាបន្សល់ទុកគឺបែបហ្នឹងសភាពបែបហ្នឹងគឺបង្កឡើងដោយពពួក trip ពពួកស្មើបាទអញ្ចឹងវាចូលស៊ីកោសខាងក្នុងហ្នឹងបាទអញ្ចឹងនេះកពីងដែលត្រូវកកើតក្តាប់ប៉ុន្តែពេលវាស៊ីអញ្ចឹងគឺវាអត់អាចលូតលាស់បានអត់អាចធំធាត់បានទេបាទទៅទៅនេះលោកគ្រូជួយបេះផ្កានេះមួយនេះបាទនឹងរិចแบบ2ថ្ងៃវាអត់ទាន់មានស្មើនៅក្នុងនេះបាទនេះក៏ច្រើនណាស់នេះអាចខ្មៅក៏មានដែរនេះបាទអញ្ចឹងផ្កាត្រាំរិចបាទនៅក្នុងហ្នឹងនេះឃើញវានៅស៊ីខាងក្នុងហ្នឹងបាទហ៊ូហែកហើយវាចេញមកទៀតនេះបាទនោះវានៅក្នុងរត់ត្រេនេះលើដៃបាទហ្នឹងទូចកូនទឹកញាស់បាទអញ្ចឹងវាបំផ្លាញឃើញដូចមាញ់នោះបាទក្រហមរត់នៅហ្នឹងបាទវាបាទអញ្ចឹងនេះផ្កានៅស្រស់វាវត្តមានវានៅដល់ពេលវាស៊ីហើយវាចូលមកអញ្ចឹងទៀតច្រើនណាស់ណារត់ពេញទៅហ្នឹងបាទនោះទឹកញាស់បាទរត់ត្រេនៅហ្នឹងបាទអញ្ចឹងនេះគឺការបំផ្លាញដោយពពួក trip ពពួកស្មើបាទនោះរត់បាទនោះរត់ឡើងត្រេបាទមើលមិនចង់ឃើញទេបាទអញ្ចឹងនេះគឺ trip បំផ្លាញបាទឬក៏ស្មើហ្នឹងបាទអរគុណសម្រាប់ការតាមដានទស្សនាវីដេអូបាទ